បងអ្នកហើយនេះគឺជារឿងពិតរបស់ខ្ញុំអូខេស្ដាប់នេះគឺជារឿងពិតរបស់ខ្ញុំតាំងពីតូចដល់ធំរស់នៅសែនលំបាកអត់តាមានម៉ាក់សែនកំសត់វេទនាទោះបីឆ្មៃកោទោះបីជាកុំកំព្រាតែខ្ញុំដឹងថាអ្វីដែលវេទនាមានម៉ាក់អត់តារស់នៅឈឺផ្សាចិត្តខ្ញុំមិនចង់យំតែភ្នែកកតាហូជីពីណាមទ្រូងនៅពេលដែលខ្ញុំឃើញគេមានម៉ាក់អីគេមានប៉ាជូនទៅសាលាចំណែកខ្ញុំវិញនៅលើផ្លូវមួយដូចជាគ្មានអនាថាកុនដោយកុនដែងដូចជាខ្លាញ់ដែលខ្សែហត់នៅលើវេហាជឹកគិតខ្ញុំមើលថាជីវិតរបស់ខ្ញុំវេទនាប៉ុណ្ណាពុតប៉ានឹងម៉ាក់បែកបាក់គ្រួសារម៉ាក់ទុករូបកូននៅជាមួយយីតាអរគុណដល់ម៉ាក់រូបកូនដឹងថាដល់ម៉ាក់ជឿផ្សាពុតកម្មវាសនាម៉ាក់ហូរទឹកភ្នែកពេលដែលកូនវិចាម៉ាក់ហូរទឹកភ្នែកពេលដែលគេមើលងាយកូនថាកូនអត់ប៉ាម៉ាក់ហូរទឹកភ្នែកមិនដឹងនិយាយយ៉ាងណាម៉ាក់អាណិតរូបកូនម៉ាក់ស្រឡាញ់រូបកូនម៉ាក់មិនចង់ឲ្យកូននេះដើរបាត់ផ្សារម៉ាក់មិនចង់ឲ្យកូននេះតែតោកូនឯកាកូនឈឺផ្សាម៉ាក់ស្រឡាញ់រូបកូនពេលដែលកូនអត់ប៉ាកូនឈឺចាប់កូនឈឺផ្សាកូនស្រឡាញ់តែម៉ាក់ខ្លាំងមកផុតនៅលើលោកកាជួបតែរឿងឈឺចាប់ខ្លោចផ្សាតែចិត្តខ្ញុំមិនតវ៉ាឲ្យវាសនាខ្ញុំមានរស្មីខ្ញុំត្រូវក្រោកចោកសាងជាថ្មីឲ្យមានតម្លៃគេឈ្មោះថ្លាថ្លៃពីលោកកាទោះកាត់មកជាតិនឹងជាមនុស្សម្នាក់តែងតែឈឺចាប់តែចិត្តខ្ញុំមិនអាចស្លាប់ទោះឈឺចាប់ទោះធ្លាប់ឯកាខ្ញុំត្រូវក្រោកឈងើបឡើងជាថ្មីជំនះអ្វីៗដែលជាឧបសគ្គរារាំងយើង